ប៉ាពួកយើងមកកន្លែងនេះសោយសុខតែឯងបងប្រុសគេដឹងដែរទេមិនអាចទេផ្ទះវិឡាមួយនេះគឺមានតម្លៃជា100លានឯណោះគឺលោកប៉ាបានដេញថ្លៃយកយ៉ាងសម្ងាត់ក៏លោកប៉ាតាក់ទងគេតាមវីឆាតដែរសូម្បីតែអ្នកគ្រប់ផ្ទះលោកប៉ាក៏មិនដែលជួបគេដូច្នេះបងប្រុសរបស់ឯងប្រកាសជាមិនដឹងទេសួស្ដីមហោរបស់អ្នកបានមកហើយបងស្រីបងប្រុសមិនកាយធ្វើជាអ្នកដឹកជញ្ជូនមហូបអីគេអញ្ចឹងស្ថានភាពគ្រួសាររបស់ពួកយើងទៅច្បាប់នេះហើយខ្ញុំត្រូវតែចេញមករកលុយតើអ្នកទាំង3នៅទីនេះធ្វើអីអូគឺពួកយើងក៏ចង់មានជីវិតល្អដែរដូច្នេះហើយបងហើយនឹងអ្នកម៉ាក់ក៏មកធ្វើជាអ្នកអនាម័យហើយលោកប៉ាក៏ធ្វើជាអ្នកថែសួនលោកប៉ាឆាប់ទៅកាស្មានៅកន្លែងខាងមុខទៅចឹងសុជីគ្រួសាររបស់អញទាំងមូលខ្លាចតែជាអ្នកបម្រើគេហើយសាមីមិនក៏ឯងមកទីនេះគឺខ្ញុំអស់កាន់មកផ្ទះនេះប្តីរបស់ខ្ញុំគឺជាអ្នកមើលការខុសត្រូវនៅក្នុងផ្ទះមួយនេះជាទូទៅពេលដែលម្ចាស់ផ្ទះមនុស្សសូម្បីតែស្មៅក៏ពួកយើងគឺជាអ្នកគ្រប់គ្រងដែរខ្ញុំទទួលបានដំណឹងថាគ្រួសាររបស់នាងគឺបានខ្សែធនអស់ហើយស្មានមកដល់ទីថាឥឡូវនេះខ្លាចតែជាបុគ្គលិកក្រុមបង្កប់ប្តីរបស់ខ្ញុំមិនមែនទេអីគ្រួសាររបស់ខ្ញុំខ្សែធនហើយចុះហេតុអីបានចៃមើលទៅដូចជាសប្បាយចិត្តម្លេះគ្មានបានកាពេលដែលឃើញមិត្តដ៏គួរឲ្យស្អប់របស់ខ្ញុំខ្សែធនបែបនេះខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ត្រូវហើយនាងគឺជាអ្នកអនាម័យនៅទីនេះឆាប់ទៅចាក់តើឲ្យខ្ញុំមកផ្ទះមួយនេះមិនមែនជាផ្ទះរបស់នាងផងតែនាងចាំបាច់សម្ដែងធ្វើអីប្តីរបស់ខ្ញុំគឺជាថ្នាក់ដឹកនាំរបស់នាងបើមិនខំយកចិត្តខ្ញុំទេពួកនាងកុំសម័យថាធ្វើការនៅទីនេះបានទៀតអូព្រះអើយអញ្ចឹងអ្នកនាងអញ្ជើញអង្គុយចុះសិនទៅសូមចាំបន្តិចណាខ្ញុំនៅទៅចាក់តើឲ្យអ្នកនាងនេះអ្នកនាងមើលសូមអញ្ជើញពិសាទឹងតែនាងយកទឹកនេះមកពីណាណាគឺយកមកពីក្នុងបង្គន់ទឹកនេះនៅក្តៅនៅឡើយទេចាំសុជីនាងត្រូវមកបញ្ចុកហើយឆាប់ចាក់ចេញពីទីនេះទៅអ្នកនាងសូមអ្នកនាងកុំខឹងអីគ្រួសាររបស់ខ្ញុំទាំងមូលតើរកការងារធ្វើក៏មិនស្រួលដែរអ្នកនាងថ្លៃថ្នូរទុកឲ្យកាយពួកយើងម្ដងទៀតទៅគ្រួសារចឹងក៏គ្មានអីអស្ចារ្យទេគួរតែស្ដាប់តាមបង្គាប់អោនក្បាលទទួលយកកំហុសទៅបើចង់ឲ្យខ្ញុំអធិស្ឋានឲ្យអ្នកទាំងអស់គ្នាបានតើឲ្យប៉ានិងម៉ាក់របស់នាងផឹកទឹកមួយកែវនេះអស់ទៅនាងកុំហួសហេតុខ្លាំងពេកណាបើគ្មានភ័យស្ងប់ត្រង់ទេអញ្ចឹងក៏បានដែរបងស្រីពួកយើងធ្វើការគេត្រូវចេះដាក់ខ្លួនបន្តិចទុកមកនាងពេកហើយតែលោកធ្វើស្អីណាបងស្រីទោះបីជាឥឡូវនេះពួកយើងខ្សែធនមែនក៏ប៉ុន្តែបងស្រីធំបង្រៀនខ្ញុំថាមិនត្រូវឲ្យតែគេចោលរហូតទេទោះបីជាបញ្ហាធំប៉ុណ្ណាក៏យើងត្រូវឈររងំដល់ខ្លួនឯងដែរប៉ាម៉ាក់បងប្រុសត្រូវបានកែប្រែហើយទីបំផុតគេយល់ការហើយពីពេលនេះទៅពួកយើងក៏មិនចាំបាច់សម្ដែងធ្វើជាអ្នកក្រទៀតដែរតែលោកកំពុងនិយាយស្អីហ្នឹងបើលោកគឺជាអ្នកក្រមិនចាំបាច់សម្ដែងធ្វើជាអ្នកក្រត្រូវតែមើលក៏ដឹងដែរខ្ញុំឥឡូវនេះនឹងតាក់ទងទៅប្តីរបស់ខ្ញុំដើម្បីបញ្ចប់ការងារអ្នកទាំងអស់គ្នាអាឡូលោកប្តីមានគេធ្វើបាបអូនប្រពន្ធសម្លាញ់តើអ្នកគេធ្វើបាបអូនក៏ពួកគេបងចាំមិនដេញមកលើកទាំងអស់នេះចេញពីផ្ទះនេះទៅអ្នកបម្រើស្អីបងមិនដែលឃើញពួកគេទេស្អីគេចាំសុជីអ្នកមិនត្រឹមតែក្រទេហើយសម្ដែងធ្វើជាអ្នកបម្រើផ្ទះរបស់គេទៀតខ្ញុំពិតជាមិនមែនជាអ្នកបម្រើទេតែខ្ញុំគឺជាម្ចាស់ផ្ទះតែអ្នកកំពុងនិយាយស្អីហ្នឹងផ្ទះវិឡាមួយនេះគឺមានតម្លៃជាង100លានតែអ្នកបានលុយមកពីណាឃើញហើយឬនឹងនេះគឺជាសោផ្ទះវិឡាមួយនេះនាងពិតជាសូម្បីតែសោក៏លុយយកមកដែរចូលរូបថតមួយសន្លឹកនេះតើនាងចង់បកស្រាយយ៉ាងម៉េចតើនាងគិតថានាងគឺជាម្ចាស់ផ្ទះនេះមែនទេសូម្បីតែរូបថតក៏ហ៊ានចូលនៅទីនេះដែរខ្ញុំពិតជាគិតថានាងមានបញ្ញាខ្ពស់ពេកហើយឆាប់ហើយអ្នកគ្រប់គ្រងមកខ្ញុំក៏ចង់ដឹងថាតើគេស្គាល់ខ្ញុំដែរឬក៏អត់ខ្ញុំឥឡូវនេះនឹងតាក់ទងទៅអ្នកគ្រប់គ្រងនេះភ្លាមចាំពេលអ្នកគ្រប់គ្រងមកហើយនាងប្រកាសជាស្លាប់ឡូខ្ញុំចាំតែមើលទៅមកណាម៉ាក់អង្គុយចុះមកចាំពេលល្អដែលខ្ញុំអាចថែរក្សាសម្រស់បានហើយគ្រួសាររបស់នាងខ្លាចតែជាបែបនេះហើយនាងនឹងមានចិត្តថែសម្រាប់ទៀតនាងបើភ្នែកធំទៅនេះគឺជាផលិតផលដែលខ្ញុំប្រើប្រាស់ជារៀងរាល់ថ្ងៃសូម្បីតែគ្រឿងសម្អាងរបស់ម្ចាស់ផ្ទះក៏នាងលួចយកមកដែរបន្តិចទៀតនេះខ្ញុំនឹងឲ្យគេបណ្ដេញនាងចេញពីទីនេះហើយនៅក្នុងផ្ទះមួយនេះគ្រឿងសម្អាងទុកនៅបន្ទប់ណាគឺខ្ញុំដឹងទាំងអស់ខ្ញុំបានទីស្តុកទុកច្រើនណាស់ទុកពេលដែលខ្ញុំប្រើអស់នេះចាំមកនិយាយថាតើនរណាគេគឺជាម្ចាស់ផ្ទះមួយនេះសុជីកូនពិតជាល្អអន់មែនគ្រាន់តែជាអ្នកលួចគ្រឿងសម្អាងរបស់ម្ចាស់ផ្ទះតែប៉ុណ្ណោះពិតជាមនុស្សមានដៃមានជើងមែនអញចាំតែមើលតើរបស់នៅក្នុងផ្ទះនេះមានបាត់ដែរឬអត់ជាពិសេសរបស់ដែលមានតម្លៃទទួលបានលោកស៊ើបដឹងហើយត្បូងពេជ្រត្រីគឺរកមិនឃើញទេស្អីគេចាំសុជីនាងពិតជាចង់លួចអីវ៉ាន់មែនត្បូងពេជ្រត្រីដែលជារបស់ដ៏មានតម្លៃរបស់ម្ចាស់ផ្ទះមួយនេះគឺ
គឺមានតម្លៃជាង500លានអាចឲ្យគ្រួសាររបស់នាងទាំងមូលចាប់គុកគ្មានថ្ងៃចេញបាន មិនអីទេ គ្រប់របស់ទាំងអស់នៅក្នុងផ្ទះមួយនេះខ្ញុំអាចយកបានគ្រប់ពេលវេលាមិនចាំបាច់លួចនោះទេ លុយហើយនៅមកប្រកែកទៀតលោកប្តីចាប់ពួកគេទៅ នាងហ៊ាន ឈប់ភ្លាម លោកមកហើយអ្នកគ្រប់គ្រង ឯងមិនចង់រស់ទៀតទេឬបែរជាធ្វើទង្វើមិនសមរម្យជាមួយអ្នកនាងប្រធានចាំង ចឹងសុជីគឺពិតជាម្ចាស់ផ្ទះនេះមែន អ្នកនាងខ្ញុំខុសហើយប្រពន្ធសម្លាញ់ហេតុអ្វីបានជាអូនមិនឆាប់សុំទោសអ្នកនា អ្នក ង នាងចឹងខ្ញុំមានភ្នែកអត់ប្រស័យខ្ញុំមិនចាក់ចេញឥឡូវនេះ ឈប់សិនត្បូងពេលរាត្រីនៅក្នុងផ្ទះនេះបាត់ហើយតើរឿងនេះគិតយ៉ាងម៉េចវិញ គ្មានអ្វីតាក់ទងនឹងខ្ញុំទេអ្នកនាងសូមអ្នកនាងពិនិត្យមើលគឺពួកយើងពិតជាគ្មានទេ ពួកយើងក៏មិនបានលុយនោះទេ យ៉ាមើលទៅខ្ញុំមិនចាំបាច់ចាត់ការដោយខ្លួនឯងទេ មិនក៏ដឹងនឹងអូនគឺជាអ្នកលួច ក៏មកពីបងហើយមិនចដៃបងរហ័សម្លេះ អូនលួចរបស់ហើយនៅតែកំភ្លើងបងទៀតបងមិនតន់បន្ទោសតែអូនធ្វើឲ្យបងបាត់បង់ការងារផង នេះបងហេតុតែកំភ្លៀងអូនផង បានហើយនាងបានលុយយកត្បូងរាត្រីដែលមានតម្លៃជាង500លានរបស់ខ្ញុំដែលវាមានអាយុកាលជាង20ឆ្នាំអ្នកទាំងពីរទៅពុកពលាឥឡូវនេះគឺនៅតាន់ពេលវេលាឆាប់នាំទៅ អ្នកនាង លោកប៉ាអ្នកម៉ាក់បងស្រីតាមបតីអ្នកទាំង3គឺកុហកខ្ញុំ គឺដើម្បីកែប្រែឯងតែប៉ុណ្ណោះ ត្រូវហើយកូនប្រុសមួយរយៈពេលនេះឯងលំបាកហើយដើម្បីជាការប៉ះពើផ្ទះវិឡាមួយក្នុងនេះគឺបងទុកជាកាដូសម្រាប់ឯងយ៉ាងម៉េចដែរ មិនចាំបាច់ទេ មិនចាំបាច់ទេ ខ្ញុំបានគិតច្បាស់ហើយថាពីពេលនេះតទៅខ្ញុំនឹងពឹងលើសមត្ថភាពរបស់ខ្ញុំដើម្បីទៅរកលុយដើម្បីទិញផ្ទះវិឡាម្នាក់មួយខ្នងជួយអ្នកទាំង3 ឯងធំហើយ